គ្រប់ជំរាបសួរអ៊ំពុកម៉ែបងប្អូនពូមីងទាំងអស់គ្នាថ្ងៃទី3នៅថ្ងៃចូលឆ្នាំខ្មែរតើបងប្អូនមានកម្រងតាណាខ្លះដែរហើយចំពោះនាងខ្ញុំវិញគឺនាងខ្ញុំធ្វើដំណើរមកខាងភ្នំបរិយាទ្រព្យនៅខាងឧដុង្គនិយាយពីមកឡានបតកតុយគ្នាហើយនិយាយទៅនាងខ្ញុំសូមផ្តិតយករូបភាពនៅខាងក្រៅមុននឹងនាងខ្ញុំចូលទៅខាងក្នុងនៃការលក់ម្ហូបជាច្រើនរាប់រយមុខតែម្ដងហើយនេះគឺមុខម្ហូបដែលបងប្អូនបានឃើញនោះមានតាំងពីត្រីផ្ទួត្រីឆ្លូញត្រីដែននិយាយទៅគឺមានគ្រប់មុខទាំងអស់តែម្ដងបងប្អូនណាខ្លះដូចនាងខ្ញុំពេលដែលអ៊ំម៉ាថាយើងធ្វើដំណើរចេញទៅខាងណាក៏ដោយឲ្យតែផ្លូវត្រូវកាត់មកខាងឧដុង្គហ្នឹងណាអត់ចោលទេក្នុងការឆ្លៀតទៅកាន់ទិញម្ហូបដើម្បីខ្ចប់ទៅព្រោះថាការដែលគាត់ខ្ចប់មួយសិតតែមានស្លឹកឈូកស្លឹកអីនិយាយទៅដាក់ទៅឈ្ងុយជាមួយនឹងត្រីជាមួយនឹងមាន់ជាមួយនឹងកែបបោកអីគ្រប់មុខទាំងអស់តែម្ដងអញ្ចឹងឲ្យតែនាងខ្ញុំពេលដែលត្រូវផ្លូវត្រូវកាត់ទៅខាងឧដុង្គអីហ្នឹងណាជីហួរទៅខេត្តណាផ្សេងនាងខ្ញុំតែងតែឆ្លៀតចូលមកខាងហ្នឹងនិយាយពីចូលមកគ្រាន់តែផ្លូវចូលមកក៏ត្រជាក់ហើយមុខម្ហូបក៏ឆ្ងាញ់អញ្ចឹងយើងអត់មានអីត្រូវចាំបាច់ត្រូវគិតទៀតទេណោះហើយចំពោះលើអាតម្លៃជាមួយនឹងរសជាតិវិញគឺឆ្ងាញ់ហើយនឹងសមរម្យតែម្ដងតម្លៃហើយជាមួយនំសណ្ដែកហ្នឹងបងប្អូនមើលនំខ្មែរនំអីមានគ្រប់មុខទាំងអស់ខ្ញុំឲ្យតែមកខាងឧដុង្គខ្ញុំអត់ចោលមួយនំសណ្ដែកហ្នឹងគឺដាច់ខាតត្រូវតែមកទិញតែម្ដងហើយជាមួយនឹងក្តាមហ្នឹងដាក់ម្ទេសហិលជាមួយបាយកកបងប្អូនសម័យមើលក្រាកទេនៅក្រោមដើមឈើអូនិយាយពីជាតិតែម្ដងអញ្ចឹងបើសិនជាបងប្អូនចង់បាននៅកន្លែងណាដែលថ្មីមានមុខម្ហូបឆ្ងាញ់ជាមួយនឹងគេហៅថារសជាតិតម្លៃសមរម្យជាមួយនឹងទីតាំងល្អមិនថា resort មិនថាកន្លែងដើរលេងថ្មីទាំងអស់អាចជួយ follow ជាមួយនឹង page Mara Takeaway Facebook TikTok ជាមួយនឹង YouTube ជួយ subscribe ជាមួយនឹង channel Mara Takeaway Food ផងដែរហើយអញ្ចឹងក៏សូមអរគុណទុកជាមុនហើយក៏សូមសន្យាថានាងខ្ញុំនឹងនាំយកវីដេអូថ្មីល្អយកមកដាក់នៅក្នុង page Mara សម្រាប់ឲ្យបងប្អូនបានទស្សនាអរគុណច្រើនបងប្អូនចំពោះការតាមដាននៅក្នុង page Mara របស់នាងខ្ញុំអរគុណបាយបាយ